សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀប send up ខ្មែរ Unicode ហើយនឹងតម្លើងដោយសារខ្ញុំកុំព្យូទ័ររបស់ខ្ញុំទៅឈូសរួចអញ្ចឹងគឺអត់ទាន់បានតម្លើង Unicode អញ្ចឹងគឺវីដេអូនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបតម្លើង Unicode ហើយទី2យើងចូលទៅឆេង Unicode របស់យើងនៅក្នុង keyboard អញ្ចឹងគឺបងប្អូនអាច send up កម្មវិធីខ្មែរ Unicode មកនេះគឺខ្មែរ Unicode របស់ខ្ញុំគឺខ្មែរ Unicode version 2អញ្ចឹងយើង send up មកពេលដែលយើង send up រួចហើយហ្នឹងគឺយើងចូលទៅមើលនៅក្នុងនេះគឺវាឃើញថាអង់គ្លេសផងនេះកាតាឡានផងហើយខ្មែរផងអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់មួយនេះហើយនឹងយើងផ្លាស់ប្ដូរយ៉ាងម៉េចឧទាហរណ៍ថាឥឡូវខ្ញុំបង្ហាញលោកអ្នកពីរបៀបចូលទៅក្នុងផ្លាស់ប្ដូរហ្នឹងគឺយើងគ្រាន់តែចូលទៅក្នុង control panel អញ្ចឹង control panel យើងអាចយកនៅក្នុងនេះក៏បានដែរចុចលើ start ហើយនេះ control panel ដូចគ្នាហើយនៅក្នុងនោះយើងយកពាក្យថា region and language យើងចុចคลิกលើវាមកយើងឃើញពាក្យនេះរួចហើយអានេះ format អានេះ location ហើយយើងយកមួយនេះ keyboard and language ពេលយើងคลิกលើ keyboard and language រួចហើយយើងចុច change keyboard នៅក្នុងនេះអ្វីដែលយើងបានឃើញនៅកន្លែងនេះគឺវាចេញមកបែបនេះអញ្ចឹងគឺយើងចង់បំបត្តិយើងគ្រាន់តែចុចលើវាមកយើង remove វាចោលចោលទៅហើយនៅក្នុងនេះយើង remove នេះមួយចោលហើយយើងទុកតែប៉ុណ្ណាអញ្ចឹង apply OK ទៀតទៅជាការស្រេចអញ្ចឹងអ្វីដែលយើងបានធ្វើហ្នឹងគឺបែបនេះគឺអង់គ្លេស Unistat និងខ្មែរ Cambodia អញ្ចឹងគឺខ្ញុំបង្ហាញលោកអ្នកពីរបៀប send out ខ្មែរ Unicode ហើយនឹងការចូលទៅឆេងឬក៏ remove អ្វីដែលយើងមិនចង់បានឬក៏យើងតម្លើងវាមកវិញអីហ្នឹងគឺយើងអាចចូលទៅក្នុងអ្វីដែលខ្ញុំបានបង្ហាញលោកអ្នកមិញហ្នឹងអញ្ចឹងសូមអរគុណចំពោះការតាមដាននៅវីដេអូនេះ